នេះគឺជារបៀបបង្កើតបទចម្រៀង AI តាមរយៈទូរស័ព្ទដៃបាទនៅយុគសម័យ AI នេះយើងអាចបង្កើតបទចម្រៀងបានតាមរយៈទូរស័ព្ទដៃក៏បានតាមរយៈកុំព្យូទ័រក៏បានដែរបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាតាមរយៈទូរស័ព្ទដៃបាទខ្ញុំអត់បង្ហាញនៅលើកុំព្យូទ័រទេបាទនៅលើកុំព្យូទ័រក៏យើងអាចធ្វើបាននៅលើទូរស័ព្ទដៃក៏យើងអាចធ្វើបានដូចគ្នាបាទហើយខ្ញុំមាន website AI 2យកមកបង្ហាញបងប្អូនទាំងអស់គ្នាបាទយើងធ្វើនៅលើ app ក៏បាននៅលើ website ក៏បានបាទនៅលើ browser ក៏បានដែរដូចតែគ្នាទេបាទអញ្ចឹងខ្ញុំមាន website 2យកមកបង្ហាញបាទតាក់ទៅតាមដានទាំងអស់គ្នាថា website ណាខ្លះយើងអាចបង្កើតបទចម្រៀង AI បានច្បាស់បាទហើយមានចម្រៀងច្រៀងទៅល្អ website ណាល្អជាង website ណាមិនសូវច្បាស់បាទអូខេអញ្ចឹងយើងចូលទៅមើលតែម្ដងនៅក្នុង clip វីដេអូនេះបាទអូខេតោះជំហានដំបូងយើងត្រូវមានកម្មវិធី AI នៅលើទូរស័ព្ទដៃរបស់យើងបាទកម្មវិធីក៏បានយើងចូលទៅ browser ក៏បានដែរបាទអញ្ចឹង AI មួយណាក៏បានដែរ4ខាងលើនេះបាទ4ខាងលើនេះដូចជា Gemini Grok បាទ ChatGPT នេះបាទអញ្ចឹងយើងមានយើងប្រើមួយណាក៏បានដែរបាទហើយឥឡូវខ្ញុំជ្រើសរើសមួយខ្ញុំចូលទៅបាទមួយនេះបាទអញ្ចឹងយើងចូលទៅមុនដំបូងយើងត្រូវបង្កើត account ជាមួយ AI សិនបាទមិនថា Gemini យើង login ជាមួយ Gmail បាទ Grok ក៏យើង login ជាមួយ Gmail ដែរបាទដូចគ្នាអញ្ចឹងយើងចង់បង្កើតបទចម្រៀងអ្វីបាទយើងចង់ cover ឬក៏បង្កើត original ខ្លួនឯងអញ្ចឹងបាទបើសិនជាយើងចង់ cover យើងរកចំណងជើងបទចម្រៀងនឹងមកបាទដូចខាងលើនេះបាទខ្ញុំឲ្យ AI ទៅសេlyric បទចម្រៀងរបស់លោកព្រះសវត្តសម្រាប់ចិត្តសវឹងបាទនេះអញ្ចឹង AI ជួយរក lyric មកបាទបែបនេះអញ្ចឹងបាទបែបនេះអញ្ចឹងយើងឲ្យ AI ជួយរកមកបាទអញ្ចឹងជាភាសាខ្មែរនៅខាងលើបាទខ្ញុំសូមឲ្យគេទៅសេជាភាសាអង់គ្លេសមួយទៀតគឺនៅខាងក្រោមបាទអញ្ចឹងយើងត្រូវ copy lyric ហ្នឹងយកទៅចូលដាក់នៅក្នុងកម្មវិធីបង្កើតបទចម្រៀងបាទអញ្ចឹងខ្ញុំមានពីរកម្មវិធីបាទពីរ website ពីរកម្មវិធីដូចតែគ្នាទេបាទអញ្ចឹងខ្ញុំធ្វើការ copy យកសិនបាទ copy សិនបាទអូខេអូខេខ្ញុំធ្វើការ copy យកប៉ុណ្ណឹងមកបាទយកប៉ុណ្ណឹងមកហើយខ្ញុំចូលទៅកម្មវិធីបង្កើតបទចម្រៀងបាទអូខេអញ្ចឹងយើងមាន Suno មួយបាទ Suno ខាងក្រោមនេះបាទខាងក្រោមនេះយើងចូលមក Suno មកបាទចូលមក Suno មកចេញបែបនេះបាទហើយបន្ទាប់មកយើងចុចខាងក្រោមនេះបាទ Suno ខ្ញុំបញ្ជាក់ឲ្យ Suno ក៏យើងត្រូវបង្កើត account Suno ដែរបាទ Suno យើងបង្កើតជាមួយ Gmail បាទ login ជាមួយ Gmail ក៏បានដែរបាទអញ្ចឹងជំរើសខាងលើគឺមាន2យើងយក2នេះមួយណាក៏បានដែរបើយើងចង់ cover យើងយក custom នេះបាទហើយបន្ទាប់មកកន្លែង audio នេះគឺយើងត្រូវបញ្ចូលនៅបទចម្រៀងបាទបញ្ចូលបទចម្រៀងដែលយើងចង់ cover ហ្នឹងចូលអញ្ចឹងយើងត្រូវ download បទចម្រៀងហ្នឹងជា MP3 មកបាទយើងចង់បញ្ចូលបទចម្រៀងកន្លែងហ្នឹងយើង download បទចម្រៀងហ្នឹងជា MP3 មកបាទអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំបញ្ចូលមួយបាទបញ្ចូលមួយមកចុចចូលមកហើយវាមានជម្រើស2អញ្ចឹងយើងយក upload ខាងក្រោមបាទអញ្ចឹងខ្ញុំចុចយក audio បាទអូខេអញ្ចឹងវាមានប៉ុណ្ណេះអញ្ចឹងខ្ញុំធ្វើការ upload ចូលបាទអញ្ចឹងខ្ញុំដាក់ចូលមកបាទបទមិញហ្នឹងបាទហើយយើងធ្វើការចុច save បាទអញ្ចឹងប្រហែលជាវែងពេកអញ្ចឹងវែងពេកក៏យើងអត់អាច save បានដែរបាទអញ្ចឹងតើតែនាទីខ្លីបាទក្រោម3នាទីបាទអូខេខ្ញុំរកមួយទៀតបាទសារថ្មីបាទមួយនេះចាក្រោម3នាទីបាទអូខេអានេះ2នាទីជាងបាទដាក់ចូលក៏អត់បានណាអញ្ចឹងនៅក្នុងកម្មវិធីมันអាចដាក់ចូលបានយើងចូល website ក៏បានដែរបាទអញ្ចឹងខ្ញុំមិនបាច់ដាក់ចូលទេបាទអាហ្នឹងខ្ញុំមិនបាច់ដាក់ចូលទេយើងយកមកយក lyric ហ្នឹងយកមកផាសតែម្ដងក៏បានដែរបាទយកមកផាសចូលបាទហើយបន្ទាប់មកយើងធ្វើការបង្កើតតែម្ដងបាទហើយកន្លែងនេះយើងដាក់សំឡេងប្រុសមកបាទសំឡេងប្រុសយ៉ាងមកអូខេអញ្ចឹងយើងធ្វើការ generate បាទរងចាំតិច
អូខេអញ្ចឹងបានចម្រៀងបានបង្កើតមកហើយបាទប៉ុន្តែកន្លែងនេះគឺមិនមែនcover ទេព្រោះថាយើងអត់បានដាក់បទចម្រៀងជា MP3 នឹងចូលបាទបើយើង upload ចូលបានអានឹងយើង cover បានហើយបាទអូខេអញ្ចឹងយើងស្ដាប់បទភ្លេងថ្មីតែម្ដងបាទអូខេបាទនេះបទគឺដូចដែរហ្នឹងបាទអូខេអញ្ចឹងនៅក្នុង Suno គឺអត់សូវច្បាស់ទេបាទខ្ញុំបង្ហាញនៅលើ website មួយទៀតបាទកម្មវិធីមួយទៀតអញ្ចឹងខ្ញុំថយមកវិញខ្ញុំចូល browser បាទចូល browser គឺ website មួយនេះបាទអញ្ចឹងយើងអាច upload បទចម្រៀងចូលបានដូចគ្នាបាទកន្លែងនេះកន្លែងនេះអញ្ចឹងខ្ញុំដាក់បញ្ចូលហើយយើងចុចទៅចុចកន្លែងនេះមកវាមាន upload ចូលដូចគ្នាបាទអញ្ចឹងខ្ញុំដាក់បញ្ចូលហើយបន្តមកយើងចុចកន្លែងនេះយើងប៉ះdirect មិញបាទប៉ះចូលអូខេអញ្ចឹងយើងធ្វើការចុចកន្លែងនេះដើម្បីបង្កើតតែម្ដងអូខេអញ្ចឹងរងចាំសិនបាទរងចាំបន្តិចដំណើរការនេះមកហើយអូខេរងចាំបន្តិចទៅបាទចិត្តពេញហើយអញ្ចឹងយើងរងចាំស្ដាប់នឹងទាំងអស់គ្នាបាទអូខេបាន 50% ហើយបាទចិត្តពេញ70អូខេពេញហើយអញ្ចឹងយើងអាចស្ដាប់បានហើយបាទអូខេស្ដាប់បទខាងលើមកបងលងលំស្រវឹងដោយមិនដឹងខ្លួនថាជាអ្វីវងវែងលើវិថីដ៏សែនអ៊ូអាប់បងវិតខ្ចប់លៀងបងកប់ទុកក្នុងទ្រូងដ៏បាទឥឡូវស្ដាប់បទខាងក្រោមមួយទៀតបាទបងលងលំស្រវឹងដោយមិនដឹងខ្លួនថាជាអ្វីវងវែងលើវិថីដ៏សែនអ៊ូអាប់បងវិតខ្ចប់លៀងបងកប់ក្នុងទ្រូងដ៏អាប់អបថ្ងៃនេះដាច់ចិត្តរៀបរាប់ពីឈឺចាប់ទ្វេអូខេអញ្ចឹងបទចម្រៀងនៅក្នុង website នេះគឺច្បាស់ជាងបាទហើយការបង្កើតគឺយើងអាចបង្កើតបានតាម website ពីរហ្នឹងបាទអូខេហើយដើម្បី download បានយើងចុចទៅលើកន្លែង download នេះបាទហ្នឹងកន្លែងនេះកន្លែង download នេះយើងអញ្ចឹងយើងមាន link នេះហើយយើងចុចកន្លែងត្រី3នេះគឺមានកន្លែង download ហើយបាទនេះ download នេះកន្លែងត្រី3នេះបាទហើយ download យកទៅយើងបានបទចម្រៀងហើយបាទអូខេអញ្ចឹងការបង្កើតបទចម្រៀងគឺមានតែប៉ុណ្្នឹងទេបាទអត់មានអីច្រើនទេបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ